រឿងស្ដេចក្រពើនិងត្រីមាសកាលពីយូរលង់ណាស់មកហើយមានទន្លេបុរាណដ៏ធំមួយនឹងហ៊ុំព័ទ្ធដោយរុក្ខជាតិបៃតងខៀវស្រងាត់មានស្ដេចក្រពើដែលជាស្ដេចដ៏ខ្លាំងពូកែម្នាក់មានប្រាជ្ញាឈ្លាសវៃដោយថ្ងៃមួយមានព្រឹត្តិការណ៍វេទមន្តមួយបានផ្លាស់ប្ដូរជីវិតគេជារៀងរហូតស្ដេចក្រពើដ៏ខ្លាំងពូកែបានតុបតែងខ្លួនដោយមកុដមាសសម្រាកនៅមាត់ទន្លេរីករាយនឹងពន្លឺព្រះអាទិត្យនៅពេលដែលទឹកទន្លេហូរយ៉ាងស្រទន់រំពេចនោះមានពន្លឺពណ៌មាសភ្លឺចាំងទាក់ភ្នែកគាត់ដោយមានការចាប់អារម្មណ៍ស្ដេចក្រពើលូនចុះទៅក្នុងទឹកព្យាយាមស្វែងយល់អំពីពន្លឺដ៏អាថ៌កំបាំងនោះមានពន្លឺដ៏ភ្លឺចែងចាំងពីក្នុងទឹកមានត្រីពណ៌មាសដ៏ស្រស់ស្អាតដែលមានស្រកាចែងចាំងបានផុសឡើងដោយស្នាមញញឹមយ៉ាងកក់ក្ដៅនៅចំពោះមុខស្ដេចក្រពើដោយចង់ដឹងចង់ឃើញស្ដេចក្រពើលូនចូលទៅជិតហើយនិយាយទៅកាន់ត្រីមាសយ៉ាងរាក់ទាក់ជាមួយសំឡេងក្រោធគ្រាតរបស់គាត់ត្រីមាសដែលហែដោយភាពស្ងៀមស្ងាត់បានប្រាប់ស្ដេចក្រពើថានាងមានអំណាចវេទមន្តហើយផ្ដល់ឲ្យគាត់នូវបំណងប្រាថ្នាមួយជាថ្នូរនឹងការការពាររបស់ស្ដេចក្រពើស្ដេចក្រពើអង្គុយគិតពិចារណាអំពីការផ្ដល់ឲ្យពីត្រីមាសគាត់សញ្ជឹងគិតពីសេចក្តីប៉ងប្រាថ្នាជាច្រើននៅទីបំផុតគាត់បានដឹងពីអ្វីដែលចិត្តគាត់ចង់បានស្ដេចក្រពើលើកដៃដោយទំនុកចិត្តហើយបានប្រកាសពីអ្វីដែលគាត់ចង់បានថាសន្តិភាពនិងភាពសុខដុមរមនាក្នុងនគររបស់ព្រះអង្គពេលនោះត្រីមាសបានបញ្ចេញពន្លឺទទួលស្គាល់ជម្រើសដ៏ថ្លៃថ្នូររបស់គាត់តាមការចង់បាននៃស្ដេចក្រពើទន្លេទាំងមូលបានបញ្ចេញពន្លឺវេទមន្តសត្វជាច្រើនមកជួបជុំគ្នាដោយសន្តិវិធីនៅមាត់ទន្លេដោយយល់ឃើញពីយុគសម័យថ្មីនៃភាពសុខសាន្តដើម្បីផ្សារភ្ជាប់ពរជ័យត្រីមាសគូសរង្វង់ជុំវិញស្ដេចក្រពើដោយបន្សល់ទុកនៅផ្កាភ្លើងពណ៌មាសក្នុងទឹកស្ដេចមានអារម្មណ៍កក់ក្ដៅជាខ្លាំងក្រពើបានឈរនៅលើថ្មដោយមានមោទនភាពនិងសុភមង្គលដោយដឹងគុណចំពោះសន្តិភាពដែលកំពុងរីកចម្រើនក្នុងនគររបស់ទ្រង់ស្ដេចក្រពើបានហៅកម្មាភិបាលទាំងអស់ប្រចាំទន្លេមកជួបជុំគ្នាហើយស្ដេចក្រពើបានប្រកាសដោយរីករាយនូវសន្តិភាពដែលទើបតែបានរកឃើញហើយសត្វទាំងអស់ក៏ត្រេកអរក្នុងការប្រារព្ធពិធីដើម្បីប្រារព្ធថ្ងៃពិសេសនេះសត្វពាហនៈបានតុបតែងមាត់ទន្លេដោយកម្រងផ្កាចម្រុះពណ៌រៀបចំពិធីជប់លៀងជាកិត្តិយសដល់ស្ដេចក្រពើនិងត្រីមាសពេលព្រះអាទិត្យរៀបលិចស្ដេចក្រពើនិងត្រីមាសចែករំលែករឿងរ៉ាវទៅវិញទៅមកនៅមាត់ទឹករីករាយនឹងសម្រស់ធម្មជាតិដ៏ស្ងប់ស្ងាត់នាពេលល្ងាចការប្រារព្ធពិធីចាប់ផ្ដើមដោយមានសត្វរាំនិងច្រៀងជុំវិញភ្លើងដ៏ធំមួយស្ដេចក្រពើគង់នៅកណ្ដាលញញឹមចំពោះប្រធានបទដ៏រីករាយត្រីមាសដឹងថាវាដល់ពេលត្រូវចាកចេញហើយដោយទឹកមុខស្រទន់នាងលាស្ដេចក្រពើដោយសន្យាថានឹងត្រឡប់មកវិញបើចាំបាច់ទន្លេវិលត្រឡប់ទៅសភាពស្ងប់ស្ងាត់សន្សឹមពន្លឺដ៏ស្រទន់នៃវេទមន្តស្រពោនខណៈផ្ទៃមេឃចាប់ផ្ដើមរងឹតស្ដេចក្រពើអង្គុយម្នាក់ឯងនៅលើថ្មរបស់គាត់ហើយឆ្លុះបញ្ចាំងពីការជួបវេទមន្តដោយដឹងគុណចំពោះអំណោយនៃសន្តិភាពដែលនាំមកដោយត្រីមាសពេលស្ដេចក្រឡេកមើលទៅទឹករលកដ៏ភ្លឺចែងចាំងលេចចេញជាកន្លែងដែលត្រីមាសធ្លាប់មកហើយរំលឹកពីមិត្តភាពដែលពួកគេបានបង្កើតឡើងជាច្រើនថ្ងៃកន្លងផុតទៅភាពសុខសាន្តរីកពេញគោសត្វរស់នៅនិងធ្វើការជាមួយគ្នាចែករំលែកនិងធ្វើសេចក្តីល្អទៅវិញទៅមកដោយភាពរីករាយដោយមើលលើដែនសន្តិភាពរបស់ព្រះអង្គស្ដេចក្រពើមានអារម្មណ៍ដឹងគុណយ៉ាងខ្លាំងគាត់ដឹងថាគាត់បានជ្រើសរើសត្រឹមត្រូវដោយប្រាថ្នាចង់បានភាពសុខសាន្តពេលគាត់ក្រឡេកទៅមើលទឹកទន្លេជាលើកចុងក្រោយពន្លឺដ៏ស្រទន់នៃត្រីពណ៌មាសបានលេចឡើងធ្វើឲ្យគាត់ប្រាកដថាមន្តអាគមត្រីមាសនៅមានក្នុងទន្លេសូមអរគុណ